តបទអំណានរបាំក្ងោករបាំក្ងោកជារបាំមួយប្រភេទដែលប្រជាជននៅខេត្តប៉ៃលិននិយមលេងអ្នកសម្ដែងរបាំនេះមាន2នាក់ម្នាក់ដើរតួក្ងោកប្រកបដោយសម្លៀកបំពាក់និងពាក់ស្លាបដូចសត្វក្ងោកហើយម្នាក់ទៀតដើរតួព្រានព្រៃដែលនៅដៃមានស្នានិងបំពង់ព្រួញព្យួរពីក្រោយខ្នងកាលណាក្រុមរបាំស្លៀកពាក់តែងតួរួយគេមកជួបជុំគ្នានៅត្រង់កន្លែងដែលបានរៀបចំទុកដើម្បីសម្ដែងរបាំនេះអ្នកលេងត្រូវធ្វើតាមការណែនាំខាងក្រោមដំបូងអ្នកវេស្គរចាប់បន្លឺមុនគេរួចវង់ភ្លេងទាំងមូលចាប់ប្រគំណាំងព្រមគ្នាបន្ទាប់មកអ្នកដើរតួក្ងោកអង្គុយលុតជង្គង់នៅលើតុមួយខ្ពស់ដៃទាំងពីរប្រណម្យទំនងជាកំពុងភាវនាធម៌បន្ទាប់មកទៀតក្ងោកលោតចុកមកដីកាងដៃត្រដាងស្លាបហើយបត់រលបមានសន្តានដូចជាក្ងោកហាជើងទាំងពីរលោតបន្ថាជាចង្វាក់រំឆ្វែវជុំវិញទីកន្លែងយូរម្ដងធ្វើជាលោតផ្អាល់ផ្អាក៏ផ្អៀងផ្អងឆ្វេងស្ដាំដៃរលបបាំងបយរេចោករេឡាងតម្រូវតាមចង្វាក់ភ្លេងបន្ទាប់ពីនោះព្រានដើរលោតជាចង្វាក់រាំតាមភ្លេងភ្នែកគុណរំពៃឆ្វេងស្ដាំហើយធ្វើកាយវិការជាភ្ញាក់ទុច្ចងក់ព្រោះឃើញក្ងោកនៅពីមុខបន្ទាប់ពីនោះមកទៀតព្រានទាញស្នាមកដាក់លើស្មាអៀងកមកខាងហើយហូតយកព្រួញមួយមកផ្កងសម្រួលលើចង្អូរស្នាបំបែកចុងតម្រង់ទៅរកក្ងោកព្រានធ្វើជាតម្លោះកៃឲ្យព្រួញធ្លាក់ទៅដីតែមិនត្រូវក្ងោកទេព្រានស្ទុះស្ទាដោយក្តៅចិត្តព្រោះបាញ់មិនត្រូវក្ងោករីឯក្ងោកនៅតែរេរាំធ្វើប្រងើយទីបញ្ចប់ព្រានឃើញក្ងោកភ្លេចខ្លួនក៏លបបាញ់ក្ងោកតែព្រួញជ្រុះទៅដីដូចមុនទៀតព្រានបញ្ចេញកាយវិការអស់សង្ឃឹមសារជាថ្មីចំណែកភ្លេងត្រូវផ្លិលផ្ដោបទតាមឆាករឿងដូចជាពេលក្ងោកចេញពងលើតុភ្លេងលេងចង្វាក់យឺតបង្អូពេលតួព្រានព្រៃចេញភ្លេងរយយ៉ាងញាប់គូឲ្យរន្ធត់ដល់ពេលព្រានបាញ់ខុសភ្លេងលេងចង្វាក់ធម្មតា